Ngày nayខ្ញុំនឹងសម្ដែងអំពីសេចក្តីប្រឹងប្រែងព្យាយាមរបស់ព្រះបរមពោធិសត្វក្នុងកាលដែលព្រះអង្គមានកំណើតជាចម្បាយៈអ្នករាជទាំងណានឹងព្រះអង្គខំប្រឹងប្រែងបំពេញនៅគុណធម៌ណារក្សានៅឧបោសថសិលទាំងនឹងដើម្បីឲ្យបានរួចផុតអំពីជាតិជរាមរណៈនឹងក្នុងកាលនោះមាននគរពីរទៀតណាមាននគរពីរហ្នឹងតែងតែឆ្លោះប្រកែកគ្នាច្បាំងគ្នាណាគឺនគរមគធៈហើយនិងនគរអង្គៈនឹងក្នុងសម័យកាលមុនណាចឹងមុនព្រះសម្មាសម្ពុទ្ធបានត្រាស់ណាហ្នឹងណាហើយរឿងរ៉ាវដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីបុព្វចរិយារបស់ព្រះអង្គហ្នឹងប្រារព្ធទៅលើឧបាសកបាសិកាទាំងឡាយជាអ្នករក្សានៅឧបោសថសិលនឹងផងដែរហ្នឹងបានព្រះអង្គសម្ដែងអំពីបុរាណបណ្ឌិតពីដើមហ្នឹងណាបុរាណបណ្ឌិតពីដើមហ្នឹងក៏ខំប្រឹងប្រែងរក្សានៅឧបោសថសិលសំបីតែនៅក្នុងកំណើតសត្វទេឆានហ្នឹងមិនបានជាមនុស្សដោយបាសកបាសិកាទាំងឡាយទេហ្នឹងព្រះអង្គប្រារព្ធទៅលើកំណើតព្រះអង្គជានាគជាស្ដេចនាគណាចឹងចម្បាយៈអ្នករាជណានឹងមាននៅក្នុងគម្ពីរវិជាដកណាពីសតិនិបាតជាដកនេះនគរពីរហ្នឹងក្នុងការហ្នឹងនគរមគធៈនិងអង្គៈហ្នឹងតែងតែច្បាំងមគធៈច្បាំងឈ្នះគ្រប់គ្រងនគរទាំងពីរចឹងទៅខាងនគរអង្គៈច្បាំងឈ្នះក៏គ្រប់គ្រងនគរទាំងពីរចឹងទៅច្បាំងទៅច្បាំងមករហូតហ្នឹងហើយនៅរវាងចំណោះនគរទាំងពីរហ្នឹងមានស្ទឹងទាំងចម្បាក់នេតិស្ទឹងធំណាជានេតិហ្នឹងវាធំជាដូចជាទន្លេចឹងទៅហើយវាធំនោះណាចម្បាក់នេតិហ្នឹងហើយនៅពីខាងក្រោមចម្បាក់នេតិហ្នឹងទន្លេហ្នឹងមានឋាននាគទៀតមានឋាននាគណាពិភពនាគហ្នឹងក្នុងកាលនោះនាគរាជហ្នឹងបាននិមិត្តជាប្រាសាទកែវឡើងហើយក៏បានមកកំសាន្តសប្បាយនៅក្នុងប្រាសាទកែវហ្នឹងហើយនិយាយពីនគរទាំងពីរដែលឆ្លោះគ្នាហ្នឹងពេលនោះព្រះរាជាខាងមគធៈហ្នឹងចាញ់ចឹងណារត់មកដល់ចម្បាក់នេតិហ្នឹងដល់អញ្ចឹងពួកទាហានខាងនគរអង្គៈនេះដេញតាមព្រះរាជាខាងនគរមគធៈណាដេញមកដល់កន្លែងចម្បាក់នេតិអញ្ចឹងមិនអាចដើម្បីនឹងរត់រួចទៅបានទេមកដល់កន្លែងហ្នឹងវាចាល់នឹងទន្លេហ្នឹងក៏នឹកឃើញថាមិនឲ្យស្លាប់ក្នុងកណ្ដាប់ដៃរបស់សត្រូវទេដល់អញ្ចឹងព្រះអង្គលោតទៅនៅក្នុងទន្លេនឹងឯងលោតទៅទាំងសេះជាជំនិះរបស់ព្រះអង្គទាំងព្រះទីនាងចុះទៅទាំងចុះលិចចូលទៅក្នុងទន្លេដែលជ្រៅទៅហ្នឹងទៅទទួលពេលនឹងឯងដែលនាគរាជហ្នឹងបានជួយព្រះជាដែលជាស្ដេចក្នុងនគរមគធៈនោះណាដោយមានឧបនិស្ស័យជាមួយគ្នាជួយឲ្យនៅដោយអំណាចរិទ្ធរបស់ស្ដេចនាគហ្នឹងជួយហើយនាំព្រះជាទៅដល់ពិភពនាគដោយអំណាចរិទ្ធរបស់នាគហ្នឹងពិភពនាគហ្នឹងជាទីកន្លែងដែលមានដើមឈើមានលំហអាកាសរស់នៅនិមិត្តអត្តភាពជាមនុស្សដោយអំណាចរិទ្ធរបស់នាគអីហ្នឹងហើយមាននាគកញ្ញា
miền hay xây miền ấy cầm nát nệ nó bị miền tràn nè nát nệ đây sầm rạch từ đôi phong nhà rệt bọc bòn của sò nó rạch từ nạ chít tết tiền cái này thà cầm nát từ bọc luôn chít tết để tràn phần đằng ảnh nè ấy rồi tới bàn sẽ đạch nệ nó chui về chia để cột cồn để cô mẹ cả thể đằng ấy ao từ lọt bọc vinh hết đòi này rệt bọc nệ nó vừa ao về chia nó sẽ băng nên là cô ăn kẹ năng tiệt cột cồn để cô tăng pi năng gặp tăng pi năng máu về chia nó có ban chít đất chỉ mùi năng sẽ đạch nệ nó ban co sang nơi mình đúc ra tận nạ nơi năng cả bài chìm bạn để tì năng hai tay để thuê nơi bờ ly cam sẽ cà rạ bồi chi ao đó sẽ đạch nệ nó chỉ rưỡi anh đọc về lê thuê bờ ly cam chìm pua sẽ đạch nệ nó tay miền bờ phụ chuồn tiền khăn được cô ăn kẹ tiền khăn được cô mẹ cả thẹ bàn màu chup chùm cái này đầm bay mơ ý xạ thì chạy chua rồi bỏ sẽ đạch nè nằm bò rồi và yang trơn mà từ từ nơi beli cam kêu skara bồi chiêm pi bể chia á nè dù mà đòn màu từ từ là nè đòi chia xâm lạnh nè cái này nè bộ này nó ban niệm mệt ắt phép đôi mà đâu chẳng nào từ từ nè tiền nè ai lòng cả nó pre brom porisat prong soi bị chết chết côn nè crom nè nơi trong bộ mà đâu chẳng lái đại bán màu mơ phép chết không rồi bỏ sẽ đặt nè nè anh đại miền vô từ đôi bò rồi va rồi vô xên nắng miền chật sẽ lạnh nơi trong vô thế ở đây rồi bỏ sẽ đặt nè đến này lô bị chật này cả miền nắng có phần ao tới trade ó chùm muối nâng sầm bát rồi bỏ sẽ đặt nè nâng trade ó bạn chân tới rồi mà không prang phơi này phơi là xên phơi tiền không cam sel không bầm ráo miệt đa sập cục bần đằng ó tay từ miền chất bằng ao tới đầm bây giờ bán sầm bát nè nâng ạ nâng pre rong po để sạp tiền nâng rồi chân tới ban sầm rải tiền đòi nai ca tăng chật rồi sầm bát nâng có ban khơi chợ ba ban từ mơ khơi chợ ba ấy miền ca tăng chật ấy bạn đi say này pre rong po để sạp để tăng chật phơi nơi phơi của sao na hơi mỏm tòm lọ đó chẳng có ban sầm rạch cho mùi kia nâng sạch nè nâng ấy ban chỗ tệ chạm vì phục nè máu làm pi ngày mà nụ để phần nâng ấy ban pre rong po để sạch ở chỉ về tới có tới để sản thị nơi ti cái lại như là bao sạch nè một nâng miền chùa thả chạm bay dạ nè cái đào từ cao đào tới nơi không cầm nát để cao đào nó cứ miền khluôn chìa nệ nó chứ nằng miền pua so thì hai miền phần lư nằng phần tái tua chìa giang na cả đào ấy có sạp tè miền vị và đại xà rạ cả đào thế đào nực hơi thả cao nơi không cầm nát chìa sạp chìa chan nằng dân không bằng pin bằng cả sao chả na mấy con mình bằng ao tới đầm bay sầm bát khăn tê và lốp nằng bằng chân tới nực hơi thả dân mình ai rồi nơi khăn cầm nào chỉ sạt tê cha nằng chân tê kết nằng thôi ắt là kia tiền về nắng bờ pu nè cả nhà mùi ăn lơ từ đôi nèn nè muối chia thông lời phụ nèn nè chẳng lại nữa cho một sọ mình nè tiền một sọ mình nè nàng động nè nó bàn máu chia rê hôn là miệt đá nè máu chia rê hôn là miệt đá khả năng về nâng cao từ chia nè đây chia thông lời phụ nèn nè chẳng lại nàng anh bàn prap phụ nèn nè chẳng lại nữa ai màu pra lao luồng lôm pre rong po để sạch còn nóm kia chênh pi cái lại riêng luôn mà sân thức rập chừng luôn sờ rập tới
16000នាងនេះទៀតណាហើយធ្វើឲ្យព្រះបរមពុរិស័ទបាត់អបសុខទៅភ្លេចនឹកចង់សម្លាប់ខ្លួនឲ្យផុតពីកំណើតនេះហ្នឹងក៏ភ្លេចទៅសប្បាយរីករាយទៅក៏នៅក្នុងកំណើតនេះហ្នឹងអញ្ចឹងទៅហើយក៏បាននិមិត្តរូបដូចជាមនុស្សអញ្ចឹងណារូបជាមនុស្សហ្នឹងដើរជើងពីរអីត្រួតត្រាពិនិត្យមើលសម្បត្តិរបស់ព្រះអង្គនៅក្នុងពិភពនេះហ្នឹងណាហ្នឹងហើយរួចយូរទៅក៏នឹកឃើញមិនសប្បាយប្រតិទៀតហើយដើម្បីនឹងថានៅក្នុងកំណើតនេះអញ្ចឹងគួរតែខំបំពេញនៅព្រះមច្ឆរិយធម៌នឹកឃើញអញ្ចឹងដល់ពេលថ្ងៃឧបោសថក៏អធិដ្ឋានឧបោសថសមាទានឧបោសថពួកនាងនេះនឹងឯងចេះតែទៅរំខានព្រះអង្គរហូតដល់ទៅដាច់សិលទៅណាដាច់សិលណាទៅរំខានទៅដាច់សិលណាដាច់សិលជាមួយនឹងពួកនាងនេះហ្នឹងនៅក្រោយចេញទៅមានសួនឧទ្យានទៀតឧទ្យានរបស់ពួកនេះហ្នឹងឋាននេះទៅដល់សួនឧទ្យានហើយពួកនាងនេះទៅរំខានទៀតរសារឧបោសថអត់បានដាច់សិលហ្នឹងទៅទៀតទៅអញ្ចឹងទៅនឹកឃើញថាมันអាចរក្សាបាននៅពិភពនេះទេអញ្ចឹងមានតែទៅកាន់ឋានមនុស្សដល់ថ្ងៃឧបោសថឡើងមកឋានមនុស្សអធិដ្ឋានឧបោសថទៅនៅខ្លួនជានេកអញ្ចឹងទេខ្លួនជានេកហ្នឹងណាធំប៉ុន្តែមិនមែនធំដូចជាកំណើតនេកខ្លះក្នុងកាលដែលព្រះអង្គកើតជាអ្នកផ្សេងកំណើតខ្លះមានខ្លួនធំប្រពន្ធទូកខ្លះប្រពន្ធដើមថ្នោតធំអីចឹងទៅប៉ុន្តែកំណើតនេះចាំបាយនិករាជហ្នឹងមិនជាធំប្រមាណទេទេណាហ្នឹងហើយក៏បានប៉ាត់ពេលនៅនឹងដំបូកពួយណាក្នុងឋានមនុស្សហ្នឹងរក្សាឧបោសថធិដ្ឋានឧបោសថណាពួកមនុស្សទាំងឡាយក៏បានមកឃើញទេបានមកឃើញក៏នឹកឃើញថាជាអ្នកករាជណាស់មើលពួរសម្បុរស្អាតល្អអញ្ចឹងទៅក៏បូជាធ្វើនៅពលីកម្មផ្សេងបូជាដោយគ្រឿងសក្ការៈបូជាហើយក៏ចេះតែបួងសួងបន់ស្រន់សុំកូនសុំចៅសុំសម្បត្តិទ្រព្យសុំសេចក្តីសនុកសុខសប្បាយអីទៅរហូតអញ្ចឹងហើយព្រះបរមពុរិស័ទហ្នឹងមិនបានជារវីរវល់អីនឹងមនុស្សទាំងឡាយអីហ្នឹងទេណាគឺដល់ពេលថ្ងៃឧបោសថមកក៏អធិដ្ឋានឧបោសថទៅពួកនាងនេះទាំងឡាយអត់បានឡើងទៅរំខានព្រះអង្គទេណារក្សាឧបោសថបានជារឿយមកយូរណាក្នុងកាលនោះមានបរោះម្នាក់ចេញអំពីនគរពរាណសីទៅរៀនមន្តអាយលំពេនឹងឯងណារៀនបានចេះចាំហើយធ្វើដំណើរមកកាត់តាមផ្លូវនឹងអញ្ចឹងទៅឃើញអ្នកស្រុករៀបចំធ្វើពិធីពលីកម្មអីផ្សេងហ្នឹងប៉ុន្តែបរោះនឹងឯងទៅតែរៀនមន្តវិជ្ជានឹងចេះក៏នឹកឃើញសាកពិសោធន៍មិនបាននឹកជ្រះថ្លាគោរពបូជាអីដោយពួកអ្នកស្រុកទេណាហើយចំណេះវិជ្ជាកើតឡើងជាមួយនឹងបុគ្គលពេលហ្នឹងវាអញ្ចឹងទេណាចំណេះវិជ្ជាដែលកើតឡើងជាមួយបុគ្គលពេលហ្នឹងប្រព្រឹត្តទៅដើម្បីសម្លាប់ខ្លួនឯងណាដល់អញ្ចឹងទៅក៏ចូលទៅឃើញចាំបាយនិករាជព្រះបរមពុរិស័ទហ្នឹងសប្បាយរីករាយហ្នឹងសប្បាយរីករាយគិតឃើញថានឹងចាប់សត្វនេះឯងយកទៅឲ្យរំដើម្បីយើងបានប្រាក់អំពីអ្នកមើលហ្នឹងអញ្ចឹងទៅពួកអ្នកស្រុកចេញមកអស់ទៅក៏បានយកទឹកទៅឱសថណាដែលបានអំពីគ្រូអាចារ្យនឹងមកហើយក៏រាយមុនហៅថាទឹកប្រមុនណាសូត្រផ្លុំទៅលើថ្នាំនឹង
sột lòng chẳng tới sột lứ đến sột sầm lên lứ sầm lên nắng để lư tự đo chăm bay ở nẹt kề còn tự lư bật nắng thả đôi chỉ miên đây để đợt đòi phơi ngang có hôm vô tới chạ nông thì chịa chăm bay ở nẹt kề chẳng chẳng rồi tới nơi pi lơ cả ba nó đôi đây khay pi lơ cả ba chẳng cònแต่ลดตะกะเปรียมได้เรียมวนโสดพลมแต่เลยถนำนั้นโดยโยดได้ไข่ไปเลยขบาหรือโดยโยดได้ได้ดดได้เพลิงจะแต่ได้จะเชี่ยจังก็นึกเคยถ่ายใส่เจ๊กับบ้านดอในเปอร์เซ็นต์สะขบาลำปีรงวงขลุ่นหนึ่งม้าเงยเมื่อได้บ้านเคยบ้านเคยเปรียมลดกะเปรียมเรียมวนหนึ่งเองนึกเคยท่าเร็ดอำนาจจะไปเยิงคลังคลานนะปึ๊กได้เมียนอย่างชรานึกขนมคลุนไปเยิงนั้นไปเยิงเป็นเจงปึ๊กหนึ่งเองเตอเปรียมนั้นหนึ่งเตอติดโดยจีบแพขนมเปรย์นั้นจนเตอกำลังปึ๊กได้พลอมเตอนั้นหนึ่งเตอติดคลุนโดยจีบแพนั่นลำอัดมัดเตยจังปัญไตเตยยังนั่งรักษาเซลบานอย่าไม่เตยจังเตยเมียนสกายอดทนสังกัดจัดบานมันเอาเมียนกาโตมันเนาะมันเอาเมียนสกายขังกราวการล้างขนมจัดเตนะนั่งสเตอุปนิสัยได้ทลับเป็นเป็นคำเตะบารมีทลับเป็นเป็นในบารมีเซงเซงมาชื่ออุปนิสัยมาเนาะท่านนั่งจังอาจจำได้สังกัดในสกายกราวมันเอาแต่งก้าวเมียนจมวยนั่งลดตะกะเปรียมนั่งพองก็ได้ไปใส่สะขบานั่งโจเตยกระไรดาวมิ้งบัดพเนจังเต้นึกเคยถ่าตัวจิตเกิดเฟื่อไอ้ยังก็สลายแต่จัดบะเกเต้ยังนั่งเรศาสลายบานสะอาดต่อนั่งเปรียบรมโพธิสัตว์ในขนมกับน้าเจียจำไปอย่าเนี่ยกระเดียโน่นั่งได้คอมปรังเรศาสลนะเจ้านะไอ้เปรียบนั่งโซพลมแต่เลยนำรุยเฮ้ยบ้านดักนำแต่ขนมหมดบ้านดักนำแต่ขนมหมดรุยเต้บ้านดอกเลี้ยนำจมูกตึกหมดนั่งมาเลิกคลุ้นบอกจำไปอย่างเนี้ยเรียตึกหมดนั่งเตยกลายนะแต่คลุ้นนั่งเองโดยจิตเตยตึกกระไดกลมปุ่งปูจักเตเลยจังโดยนั่งคือกระไดกระไฮซับกระไรนั่งอ๋อติดตามแต่เปรียมนั่งดอกปลุกพลมแต่เลยคลุ้นนั่งกระไดแต่รู้จังเตยบ้านเปรียมนั่งจับtrong cái tối tiên sẽ đột mà ở tròn thì chập tiên sẽ đột ở tròn hết vô chơi chụp phim đôi chân của pe chẳng đó vô từ chặt bóc pi lơ luôn nè đằng ấy chập tăng pi cái tôi bóc tròn pi lơ nè bóc rồi hốt từ đó cái có xong cắt cái cò nè cắt cái cò nè về trong polysát tròn nè chơiได้สังกัดบล็อกไปเลยนั่งอัดบานไอ้เปรียมนั่งเมียทมอ่ะที่เมียทมกำลังพลังบล็อกสังกัดเต้จำไปอย่างเนี้ยก็เรียกหาหมดนะสังกัดก่อเต้หาหมดเปรียมนั่งสุดดอกตึกหมดเลยจะมวยขนำนั่งโจตึกขนมหมดนะโจตึกขนมหมดrồi tới vôเครื่องประดับประเกนั่งไอ้ไวจังโกมไว้ทมิงตัวอังบักติจเด่นบักจังโกมไปเชี่ยมเป็นหมดเด่นเชี่ยมเป็นหมดรู้ปนังให้ในตอนรู้เจตอนสับกรบไปโปรดตึมสะตึมโบงมันตอนดังท่าอาจำใบนั่งปังกอบเป็นเชียปลายเนี่ยนั่งไอรามบานหรือก็อัดเตะสบายเชิงบ้านลายตรอมไปเลยเนี่ยนั่งตรอมจอกตรอมลายตรอมไปเลยครูนั่งซึ่งแต่บะช่างใช้เนาะให้เฟอร์นึกเฟอร์เอาเฟอร์เอากำลังดอลในสภาพตรโตรเมนเทนโดยเต๋อกับบ้านแต่บ่อยบัวโยมาจองประเตะเฟอร์
ធ្វើបានជាដូចកន្ត្រកអញ្ចឹងជាស្បោងវัวណាចូលមកចាប់ព្រះបរមពុរិស័ទដាក់ទៅនៅក្នុងស្បោងវัวនឹងឯងរួចក៏បានចូលទៅក្នុងនិគមជនបទនឹងឯងរេមុនបកបបញ្ជាឲ្យចាំបាយនតរាជនឹងឯងសម្ដែងកាយវិការដែងសិល្បៈដោយប្រការផ្សេងរំនឹងធ្វើឲ្យទៅជាសភាពផ្លែកផ្សេងពួកនៅស្រុកបាននាំយកនៅប្រាក់កហបណៈនឹងឯងមកឲ្យលុតកៈព្រាហ្មណ៍នឹងនឹកឃើញថាបានប្រាក់ប្រហែលត្រឹមតែ1000កហបណៈអីប៉ុណ្ណឹងនឹងលេងអ្នកនឹងឲ្យទៅវិញប៉ុន្តែអ្នកស្រុកវាមិនដែលឃើញសភាពបែបហ្នឹងតែមិនដែលឃើញសោះគ្រាន់តែមួយថ្ងៃប៉ុណ្ណឹងលុតកៈព្រាហ្មណ៍បានប្រាក់1000កហបណៈបាទនឹកឃើញអញ្ចឹងនឹកឃើញថាបានប្រាក់ច្រើនអញ្ចឹងនេះត្រឹមតែនៅខាងជនបទផងបើយកទៅដល់ទីក្រុងថ្វាយដល់ព្រះរាជាបានទួតមើលយើងនឹងប្រមូលប្រាក់បានច្រើនណាស់ដល់អញ្ចឹងមិនបានគិតលេងព្រះបរមពុរិស័ទទៅណានាំយកចូលទៅកម្មទីក្រុងដល់ទៅនគរពារាណសីចឹងហ្នឹងហើយក្នុងការហ្នឹងក្រាបទូលដល់ព្រះរាជាក៏ចង់ទួតមើលដែរចង់ទួតមើលព្រោះឮល្បីទៅថាល្អមើលណាស់អ្នកហ្នឹងបញ្ចេញនៅភាពប្លែកទៅតាមលុតកៈព្រាហ្មណ៍ហ្នឹងប្រើវេទមន្តបង្កប់បញ្ជាព្រះបរមពុរិស័ទនឹងឲ្យធ្វើនៅកាយវិការផ្សេងសម្ដែងរិទ្ធផ្សេងឲ្យពួកអ្នកស្រុកនឹងបានមើលវាល្បីទៅដល់ព្រះរាជាទៀតហ្នឹងហើយក្នុងដំណើរដើរទៅម៉ែប្រមូលប្រាក់កាសបានប្រាក់រាល់តែថ្ងៃទៅអញ្ចឹងវាយកង្កែបនឹកឃើញវាយកង្កែបឲ្យអ្នកបរិភោគព្រះបរមពុរិស័ទនឹកឃើញថាកង្កែបស្លាប់ហ្នឹងដោយសារខ្លួនដោយសារព្រះអង្គបានជាព្រាហ្មណ៍ហ្នឹងទៅវាយកង្កែបឲ្យព្រះអង្គបរិភោគអត់បរិភោគកង្កែបទេទុកចិត្តអត់អាហារអត់រហូតមួយខែទេអត់ស្លាប់ទេណានៅតែទ្រទ្រង់ជីវិតបានអញ្ចឹងហើយចេះតែរំតាមអំណាចលុតកៈព្រាហ្មណ៍នឹងឯងនឹងទោះជាលំបាកលំបិនទោះជាហត់នឿយអត់អាហារបរិភោគអីនឹងយ៉ាងណាក៏ចេះតែបម្រើទៅតាមព្រាហ្មណ៍នឹងព្រាហ្មណ៍នឹងធ្វើទរណកម្មតែបើធ្វើទរណកម្មវានៅក្នុងអំណាចមុនរបស់ព្រាហ្មណ៍បើមិនសម្ដែងសិល្បៈបើមិនសម្ដែងរិទ្ធទៅតាមការបង្កប់បញ្ជារបស់ព្រាហ្មណ៍នឹងអត់បានទេព្រាហ្មណ៍នឹងកាចសាហាវណាអញ្ចឹងទៅក៏ចិត្តតែធ្វើតាមព្រាហ្មណ៍នឹងរហូតចូលទៅដល់នគរពារាណសីហ្នឹងគ្រប់មួយខែតាំងពីព្រាហ្មណ៍ចាប់មកក៏បានព្រះរាជានឹងចាត់ចែងឲ្យពពួកអ្នកនៅក្នុងវាំងក្តីអ្នកក្នុងនគរក្តីនឹងច្រើនណាស់រាជបរិះក្តីអាមាត្យក្តីពួកកងទ័ពអីហ្នឹងមកជុំគ្នាមើលណាហើយក្នុងកាលនោះនៅឯពិភពនេះនឹងឯងដែលជាមហេសីរបស់ព្រះបរមពុរិស័ទនឹងបាត់ព្រះអង្គយូរទេបាត់ព្រះអង្គយូរមិនដែលបាត់យូរចឹងទេទៅត្រឹមតែថាមួយថ្ងៃមួយយប់ស្អែកឡើងនោះឃើញបាត់យូរមិនដឹងទៅណាបាត់យូរចឹងទៅក៏បានចូលទៅក្នុងឧទ្យានរបស់នេករាជឃើញទឹកស្រះទឹកស្រះដែលនៅក្នុងសួនឧទ្យានហ្នឹងដែលធ្លាប់តែថ្លាដូចកញ្ចក់ប្រែភាពទៅក្រហមដូចឈាមចឹងទៀតណាជានិមិត្តសញ្ញាថាព្រះស្វាមីនឹងមានសេចក្តីអន្តរាយដោយអាយលំពេចាប់យកទៅហើយហ្នឹងមាននិមិត្តសញ្ញានៅនឹងស្រះនៅក្នុងសួនឧទ្យានហ្នឹងហើយអញ្ចឹងក៏បាននាំពួកនាងអ្នកកញ្ញាផ្សេងហ្នឹងពួកអ្នកហ្នឹងមកស្វែងរកនៅឋានមនុស្សទៅរកកន្លែងដែលព្រះអង្គអធិដ្ឋានសាបោសុទ្ធហ្នឹងបាត់ទៀតឃើញមានស្នាមឈាមជាប់ទៅនឹងដីហ្នឹងឃើញឈាមឃើញអីចឹង
ก็นึกឃើញថាមានសេចក្តីអន្តរាយដល់អ្នកករាជហើយហ្នឹងក៏ចិត្តតែដើររទៅក្នុងជនបទដើររតាមទៅដល់ក្រុងពារាណសីនឹងឯងក្នុងពេលហ្នឹងព្រះបរមពុរិស័ទកំពុងតែរំកំពុងតែសម្ដែងសិល្បៈនឹងឯងទៅតាមការបង្កប់បញ្ជារបស់ពួកព្រាហ្មណ៍ហ្នឹងរបស់លទ្ធកៈព្រាហ្មណ៍ហ្នឹងឲ្យពពួកអ្នកស្រុកបានមើលហ្នឹងហើយក៏មើលទៅឃើញទេណាឃើញមហេសីជាមួយនឹងពួកអ្នកទាំងឡាយហ្នឹងនិមិត្តខ្លួនជាមនុស្សនៅនឹងអាកាសទៀតនៅនឹងអាកាសមើលទៅឃើញពេលហ្នឹងនឹកខ្មាស់មហេសីទៀតព្រះអង្គចាំបាយអ្នកករាជហ្នឹងនឹកខ្មាស់ពពួកនាងអ្នកផ្សេងឈប់រំហ្មងអបរំលូនចូលទៅក្នុងទ្រុងទៀតលទ្ធកៈព្រាហ្មណ៍ដែលនាំចាំបាយអ្នកករាជចូលទៅក្នុងព្រះរាជវាំងហ្នឹងបានរៀបចំទ្រុងកែវទៀតវិចិត្រទៅដោយរតនៈផ្សេងព្រោះបានប្រាក់មកច្រើនហើយក៏រៀបចំទ្រុងឲ្យបានស្អាតល្អមុនដំបូងហ្នឹងក្រងធ្វើជាដូចជាស្បោងអញ្ចឹងចាប់នេះនឹងដាក់ក្រោយមកបានប្រាក់ធ្វើជាទ្រុងកែវយកចូលទៅព្រះបរមពុរិស័ទឈប់សម្ដែងសិល្បៈឈប់សម្ដែងរិទ្ធអីទាំងអស់លូនចូលទៅក្នុងទ្រុងហ្នឹងទៅអត់មើលនរណាពេលហ្នឹងព្រះរាជាឆ្ងល់មើលចុះមើលឡើងទៅក៏ឃើញមានពពួកអ្នកហ្នឹងឯងប៉ុន្តែអត់ដឹងថាជាអ្នកទេព្រោះនិមិត្តអត្តភាពជាមនុស្សនៅនឹងអាកាសហ្នឹងក្នុងពេលហ្នឹងក៏ផ្អើលមនុស្សគ្រប់គ្នានឹងឯងព្រះរាជាក៏បានយាងចុះអំពីអាសនៈរបស់ព្រះអង្គហើយទ្រង់ព្រះសន្ធិដ្ឋឈរសាកសួរទៅជាមួយនឹងពួកអ្នកនឹងឯងបានពួកអ្នកនឹងក្រាបទូលព្រះរាជាអំពីអ្នកដែលសម្ដែងសិល្បៈថ្វាយព្រះអង្គហ្នឹងគឺជាស្វាមីនឹងបានសាកសួរដឹងរឿងនាងអ្នកនឹងឯងបានក្រាបទូលព្រះរាជាសពគ្រប់ទាំងអស់សូមឲ្យព្រះរាជានឹងដោះលែងអ្នកជាស្វាមីពីព្រោះអ្នកជាស្វាមីដែលបានមកឋានមនុស្សនេះគឺដោយអំណាចនៃការរក្សាឧបោសថដោយអំណាចការប្រព្រឹត្តនៅតបៈធម៌ព្រះរាជាសាកសួរច្រើនណាស់កន្លែងហ្នឹងដល់រឿងគាថាឆ្លើយឆ្លងហើយសាកសួរទៅថាបើស្ដេចនេះនឹងមានរិទ្ធខ្លាំងក្លាអញ្ចឹងហេតុអ្វីក៏បណ្ដោយឲ្យគេចាប់បាននាងនេះនឹងដឹងដំណើរការប្រព្រឹត្តឧបោសថសិលរបស់ព្រះស្វាមីនឹងបានដឹងក្រាបទូលព្រះរាជាអស់ថាស្ដេចនេះនឹងមិនបានបន្ទុះសារាយនឹងព្រាហ្មណ៍ដែលរាយមន់ចាប់មកទេបើសិនបើបន្ទុះសារាយនោះព្រាហ្មណ៍នឹងឯងនឹងខ្ទេចខ្លួនដូចជាផេះទៅហើយប៉ុន្តែព្រះស្វាមីទូលបង្គំនេះរក្សានៅឧបោសថសិលមិនឲ្យដាច់សិលទេបានជាមិនបន្ទុះសារាយនឹងលទ្ធកៈព្រាហ្មណ៍ហ្នឹងដែលរាយមន្តចាប់ព្រះអង្គមកឲ្យសម្ដែងសិល្បៈហ្នឹងដើម្បីបានប្រាក់នោះដោយការរក្សាសិលហ្នឹងរួចទៅបានព្រះរាជាហ្នឹងប្រកាសប្រឡែងព្រះបរមពុរិស័ទប្រាប់ព្រាហ្មណ៍អាយលំពេងនឹងឯងថាឲ្យលេងព្រះឲ្យលេងអ្នកករាជហ្នឹងទៅព្រះជាព្រះអង្គប្រកាសប្រទានមាស100ដុំឲ្យដល់ព្រាហ្មណ៍ហ្នឹងហើយបានឲ្យកណ្ដុលកែវមណីដែលមានតម្លៃច្រើនហើយនឹងមានតាំងមាសនោះទៅទៀតឲ្យដល់ព្រាហ្មណ៍ហ្នឹងព្រាហ្មណ៍ហ្នឹងក៏បានទទួលមាសទទួលនៅកណ្ដុលកែវមណីទទួលនៅតាំងមាសពីព្រះរាជារួចទៅក៏បានប្រឡែងចាំបាយអ្នកករាជហ្នឹងចាំបាយអ្នកករាជក្នុងពេលហ្នឹងបានរួចអំពីអំណាចរបស់ព្រាហ្មណ៍ហើយក៏បាននិមិត្តជាមានុបតូចអ្នកហ្នឹងហើយពួកនាងអ្នកហ្នឹងក៏បានចុះមកនៅជាមួយនឹងព្រះបរមពុរិស័ទហើយក៏មានការថ្លែងអំណរគុណដល់ព្រះរាជាហើយក្រោយមកក៏បានយាងព្រះរាជា
បច្ចៅក្រុងពរាណសីដើម្បីទៅកាន់ពិភពនេះទៀតណាហើយធ្វើឲ្យព្រះរាជានឹងជឿជាក់នៅខ្លួនថាមិនឲ្យមានសេចក្តីអន្តរាយដល់ព្រះអង្គទេដោយការតបស្នងសងប្រគុណចំពោះព្រះអង្គសូមយាងព្រះអង្គឲ្យបានទៅដល់ឋានពិភពនេះនឹងឲ្យបានទូតសម្បត្តិរបស់នេះហើយមកព្រះរាជាព្រមទាំងព្រមព្រះរមពុរិស័ទហ្នឹងក៏នាំព្រះរាជាព្រះចៅក្រុងពរាណសីហ្នឹងទៅកាន់ឋានពិភពនេះដោយរិទ្ធរបស់ខ្លួនមួយអន្លើដោយមហេសីនាងអ្នកទាំងឡាយហ្នឹងទៅកម្មពិភពនេះហ្នឹងទៅព្រះរាជាឃើញរតនៈជាទិព្វនៅក្នុងពិភពនេះហ្នឹងស្ញប់ស្ញែងប្រតិច្រើនណាស់នៅក្នុងព្រះគាថាហ្នឹងមានសម្ដែងពោលសរសើរអំពីរបស់ជាទិព្វច្រើនមុខរីករាយនៅក្នុងសួនឧទ្យានរីករាយនឹងសម្បត្តិរបស់អ្នកសពគ្រប់ចឹងទៅក៏នឹកឆ្ងល់ថាបើសម្បត្តិដូចនៅក្នុងឋានសួគ៌ទេវលោកយ៉ាងនេះទៅហើយហេតុអីក៏បានទៅរក្សាសិលនៅឋានមនុស្សអញ្ចឹងក៏បានមានពេលឱកាសជួបជុំក៏បានសួរចំបាយនគរាជនឹងឯងហេតុអ្វីក៏ព្រះអង្គទៅប្រព្រឹត្តបៈធัวរក្សាឧបោសថនៅឯឋានមនុស្សឯណោះតើប្រាថ្នាចង់បានអ្វីទៀតទៅបើសម្បត្តិរបស់ព្រះអង្គគួរឲ្យស្ញប់ស្ញែងច្រើនសុទ្ធតែជារបស់ទិព្វដល់ក្រៃលែងយ៉ាងនេះទៅហើយនោះបានព្រះបរមពុរិស័ទក្រាបទូលដល់ព្រះរាជានឹងបានមកជាព្រះសិរីបុត្រទាំងជាព្រះរាជាគ្រប់គ្រងនគរពរាណសីហ្នឹងដែលបានដោះលែងព្រះអង្គហ្នឹងបានមកជាព្រះសិរីបុត្រព្រះបរមពុរិស័ទបានក្រាបទូលព្រះរាជាដែលបានសាកសួរអំពីការប្រព្រឹត្តបៈធัวនៅឋានមនុស្សហ្នឹងថាខ្ញុំព្រះអង្គនេះមិនប្រាថ្នាបុត្រប្រាថ្នាភរិយាប្រាថ្នាសម្បត្តិចិត្តទេពអ្វីនោះទេដែលប្រព្រឹត្តតបៈធัวនេះគឺដើម្បីឲ្យបានកំណើតជាមនុស្សនឹងឯងព្រោះថាកាលដែលបានកើតជាមនុស្សហើយនឹងបានបំពេញនៅសេចក្តីបរិសុទ្ធមានការសង្រួមធ្វើនៅទីបំផុតនៃជាតិជរាមរណៈក្រាបទូលព្រះរាជាអញ្ចឹងណារួចទៅបានព្រះរាជានឹងឯងត្រាស់សាកសួរបន្តទៅទៀតណាសាកសួរថាតើកំណើតជាមនុស្សនឹងព្រះអង្គទ្រង់ជ្រាបយល់ថាប្រសើរពិសេសជាងកំណើតតន្ត្រីយ៉ាងណាទៅបានព្រះបរមពុរិស័ទនឹងឆ្លើយនឹងសំណួរព្រះរាជាថាវាលែងផុតពីកំណើតមនុស្សនឹងចឹងទៅហើយគឺมันអាចដើម្បីនឹងបានដល់នៅសេចក្តីបរិសុទ្ធហើយប្រព្រឹត្តការសង្រួមទៅបានទេមានតែនៅក្នុងកំណើតជាមនុស្សនឹងហើយដែលបានដល់នៅសេចក្តីបរិសុទ្ធហើយប្រព្រឹត្តនៅការសង្រួមទៅបានក្រាបទូលព្រះរាជាក្នុងពេលនឹងអញ្ចឹងហើយបានក្នុងព្រះអត្តកថាព្រះជាដកនឹងសម្ដែងប្រាប់ថាបាននៅសេចក្តីបរិសុទ្ធនឹងគឺសេចក្តីបរិសុទ្ធក្នុងព្រះនិព្វានគឺ សំដៅយកព្រះនិព្វានទៀតវាថាបរិសុទ្ធហ្នឹងហើយសេចក្តីសង្រួមហ្នឹងហើយសង្រួមក្នុងសិលជាដើមណាដោយការបិទការហាមឃាត់រារាំងនៅបាបអកុសលហ្នឹងចាំបាយនគរាជដែលប្រព្រឹត្តបៈធัวរក្សាបោសុទ្ធសិលហ្នឹងអត់មានប្រាថ្នាសម្បត្តិអីទេក្នុងជាតិកំណើតហ្នឹងទេចាំបាយនគរាជហ្នឹងរក្សាបោសុទ្ធសិលហ្នឹងគឺអធិដ្ឋានចិត្តតាំងសេចក្តីប្រាថ្នាឲ្យបានកើតជាមនុស្សប៉ុណ្ណឹងឯងកាលពីមុននៅជាមនុស្សចង់បានសម្បត្តិនេះដល់ទៅកើតជាអ្នកទៅមានវិបដិសារៈស្ដាយក្រោយខំប្រឹងប្រព្រឹត្តបៈធัวឲ្យបានកើតនៅក្នុងកំណើតជាមនុស្សពីព្រោះបានដឹងថាកំណើតជាមនុស្សហ្នឹងមានសម្បត្តិដ៏ពិសេសក្រៃលែងជាងសម្បត្តិទឹកណាសម្បត្តិទឹកក្នុងឋាននេះហ្នឹងក្នុងប្រគាឋានហ្នឹងរៀបរាប់ច្រើនណាស់ព្រះពុទ្ធដីកាព្រះអង្គសម្ដែងជាប្រគាថាក្នុងហ្នឹងទៀតជាគាថារបស់ព្រះពុទ្ធសម្ដែងក្នុងជាដកហ្នឹងទេរៀបរាប់ពីសម្បត្តិរបស់ស្ដេចនេះហ្នឹងប៉ុន្តែចាំបាយនគរាជហ្នឹងមិនប្រាថ្នាសម្បត្តិនឹងទេគឺប្រាថ្នាឲ្យបានមកជាមនុស្សព្រោះ
ក្នុងកំណើតមនុស្សនឹងឯងអាចបានដល់នៅសេចក្តីបរិសុទ្ធនិងមានការប្រព្រឹត្តសង្រួមបានដោយប្រពៃនឹងប្រាថ្នាកំណើតជាមនុស្សនឹងព្រោះឃើញសម្បត្តិនឹងតែសម្បត្តិគឺសេចក្តីសង្រួមសម្បត្តិគឺសេចក្តីបរិសុទ្ធដូច្នេះសម្បត្តិគឺសេចក្តីបរិសុទ្ធនិងសេចក្តីសង្រួមនឹងប្រសើរពិសេសជាងសម្បត្តិជាទិព្វរតនៈជាទិព្វណាទៀតសម្បត្តិក្នុងកំណើតជាមនុស្សនេះគឺសេចក្តីបរិសុទ្ធនឹងជាទីបំផុតគឺដល់ព្រះនិព្វានហើយណាប៉ុន្តែជាបន្តទៅគឺសេចក្តីបរិសុទ្ធក្នុងចិត្តណាសេចក្តីបរិសុទ្ធតាមការរក្សាផ្លូវកាយតាមការរក្សាផ្លូវវាចាបរិសុទ្ធរហូតដល់បរិសុទ្ធចិត្តនឹងជាបណ្ដើអញ្ចឹងទៅបានទីបំផុតនៃសេចក្តីបរិសុទ្ធគឺព្រះនិព្វានហើយណាមួយសម្បត្តិគឺការសង្រួមទាំងសង្រួមហ្នឹងគឺហាមឃាត់បិទបាបមិនឲ្យចូលទៅក្នុងសន្តានចិត្តនោះអានឹងហៅថាសង្វរៈគឺការសង្រួមហ្នឹងជាសម្បត្តិសំខាន់នៅក្នុងអត្តភាពជាមនុស្សដែលនឹងអាចប្រព្រឹត្តតបៈធัวគឺការសង្រួមឥន្ទ្រីនេះភ្នែកជាច្រមុះអណ្ដាតកាយចិត្តនេះជាតបៈធัวដ៏សំខាន់ណាស់នៅក្នុងកំណើតជាមនុស្សអញ្ចឹងសម្បត្តិក្នុងកំណើតជាមនុស្សហ្នឹងដែលសំខាន់ប្រសើរជាងសម្បត្តិជាទិព្វក្នុងពិភពណាទាំងអស់ហ្នឹងគឺសម្បត្តិសង្វរៈការសង្រួមនិងប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនឹងឯងនៅក្នុងពជាដកហ្នឹងក្រោយមកបានចាំបាយអនិករាជហ្នឹងនាំព្រះរាជាមកកាន់ឋានមនុស្សវិញដោយបូជានៅរតនៈទាំងឡាយផ្សេងនាំយកអំពីពិភពនេះមកថ្វាយដល់ព្រះរាជាបាទគ្រប់គ្រងនៅនគរពរាណសីហ្នឹងហើយព្រះអង្គក៏បានប្រជុំពជាដកហ្នឹងបញ្ជាក់អំពីព្រះអង្គក្នុងកាលនោះជាចាំបាយអនិករាជហើយមហេសីព្រះអង្គក្នុងកាលនោះបានមកជារាហុលមេត្តានឹងហើយព្រះរាជាគ្រប់គ្រងនគរពរាណសីហ្នឹងបានមកជាព្រះសិរីបុត្រព្រះអង្គប្រជុំពជាដកហ្នឹងហើយនៅក្នុងចាំបាយអនិករាជនេះកណ្ដាលគុណចាស់ញាតិញោមក៏បីនឹងសរុបសេចក្តីនៃរឿងរ៉ាវទៅឃើញថាដែលព្រះអង្គមានដំណត់អត់ធន់មានសេចក្តីព្យាយាមរក្សាសិលក្នុងកំណើតជានាគទៀតនឹងមិនបានញ៉ាំងចិត្តឲ្យបទុសរាយនិងលុតកៈព្រាមដែលមកបៀតបៀនព្រះអង្គនោះទេលុតកៈព្រាមនឹងបានមកជាទេវទត្តទៀតនឹងព្រះអង្គប្រជុំជាដកនោះណាដែលបៀតបៀនព្រះអង្គក្នុងកាលហ្នឹងបានមកជាទេវទត្តព្រាមហ្នឹងហើយដើម្បីរក្សាសិលទាំងហ្នឹងសុខចិត្តលំបាកសពគ្រប់ទាំងអស់នឹងដែលលុតកៈព្រាមហ្នឹងបានបៀតបៀនព្រះអង្គឲ្យទរុនតរាក្រំគ្រាមែនទេហ្នឹងគឺព្រះអង្គសុខចិត្តទទួលនៅសេចក្តីទុក្ខលំបាកទាំងអស់ហ្នឹងមិនបទុសរាយនឹងព្រាមហ្នឹងសំបីតែអកុសលចិត្តបាបដោយសេចក្តីក្រោធខឹងគឺមិនបានកើតមានក្នុងសន្តានក្នុងបតីរបស់ព្រះអង្គណានឹងពីព្រោះធម្មតាក្នុងកំណើតនេះតែកាលណាមានសេចក្តីក្រោធខឹងកើតឡើងមិនងាយទប់មិនងាយគ្របសង្កត់បានទេតែកាលណាក្រោធខឹងហើយគ្រាន់តែបើកភ្នែកសម្លឹងមើលក៏លលាយខ្លួនដែរមនុស្សហ្នឹងនឹងសម្លឹងមើលដោយសេចក្តីក្រោធខឹងណាចឹងនឹងខ្លាំងណាស់កម្លាំងរិទ្ធរបស់អ្នកកម្លាំងពឹសរបស់អ្នកហ្នឹងខ្លាំងក្រៃលែងណាអញ្ចឹងដោយអំណត់អត់ធន់ប្រារព្ធទៅលើកុសលថ្នាក់សិលហ្នឹងអាចគ្របសង្កត់សេចក្តីក្រោធខឹងបានស្ថិតនៅជាមួយនឹងសិលទោះជាលំបាកលំបិនយ៉ាងណាក៏ដោយរក្សាឧបោសថសិលទាំងនឹងហើយមិនដើម្បីប្រាថ្នាសម្បត្តិជាទេពអីទេគឺនេះប្រាថ្នាឲ្យបានតែអត្តភាពជាមនុស្សនឹងឯងព្រោះព្រះអង្គបានជាគិតខុសជាប់ជំពាក់នឹងសម្បត្តិរបស់អ្នកនឹងឯងខំធ្វើបុណ្យកុសលដើម្បីឲ្យបានទៅកើតក្នុងពិភពអ្នកនោះអញ្ចឹងទៅវាស្ដាយក្រោយណាអញ្ចឹងខំប្រព្រឹត្តបៈធัวឲ្យបានកើតមកជាមនុស្សនឹងឯងឃើញតែកំណើតមនុស្សនឹងឯងពិសេសជាងកំណើតណាទាំងអស់ព្រោះអាចបាននៅសេចក្តីបរិសុទ្ធគឺព្រះនិព្វាននិងបានដល់នៅការសង្រួមដល់ប្រសើរពិសេសគឺមានតែក្នុងកំណើតមនុស្សនឹងអញ្ចឹងនឹងសរុបសេចក្តីនៃបជាដកនឹងមកហើយក៏យើងនឹករលឹកឃើញដល់បុព្វចរិយាការប្រព្រឹត្តរបស់ព្រះអង្គដែលបំពេញនៅសីលបារមីដើម្បីឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនឹងរួចផុតពីជាតិជរាមរណៈហើយថែមទាំងព្រះអង្គដឹកនាំ
មនុស្សនឹងទេវតាទាំងឡាយផងខ្ញុំកណ្ដាលខ្ញុំបាទអរតនីចាំបាយជាដកសម្ដែងមកក្នុងវេលាគ្រានេះក៏ដើម្បីបញ្ជាក់អំពីគុណតម្លៃនៅក្នុងកំណើតមនុស្សនៃពុទ្ធបរិស័ទយើងហ្នឹងដែលប្រឹងប្រែងបំពេញបុណ្យកុសលក្នុងកំណើតជាមនុស្សហ្នឹងឲ្យឃើញថាបុណ្យកុសលនេះជាសម្បត្តិដ៏ក្រៃលែងជាងសម្បត្តិក្នុងស្ថានសួគ៌ណាទៀតហ្នឹងសម្បត្តិក្នុងមនុស្សយើងមាសប្រាក់លុយកាក់ផ្សេងហ្នឹងมันអាចយកទៅប្រៀបបានណាมันអាចយកទៅប្រៀបបាននឹងសម្បត្តិក្នុងទេវលោកទេនឹងអន់ថយខ្សត់ខ្សោយមែនទេប៉ុន្តែយើងត្រូវឲ្យឃើញសម្បត្តិទានសម្បត្តិសិលសម្បត្តិកតញ្ញូគោរពដឹងគុណមេត្តាបិតាបម្រើមេត្តាបិតាសម្បត្តិភាវនាសម្បត្តិសង្វរៈការសង្រួមសម្បត្តិដែលប្រព្រឹត្តទៅតាមធម៌វិន័យក្នុងកំណើតជាមនុស្សនេះគឺជាសម្បត្តិដ៏ក្រៃលែងជាងសម្បត្តិណាទាំងអស់ក្នុងទេវលោកក្នុងព្រហ្មលោកក្នុងពិភពនេះទៀតដូច្នេះក្នុងកំណើតមនុស្សយើងហ្នឹងគឺមានតែសម្បត្តិនឹងឯងដែលគួរដល់ការគោរពបូជាដល់ក្រៃលែងនេករាជក៏ដោយទេវតាអិនព្រហ្មណាក៏ដោយគឺតែងតែគោរពបូជាចំពោះសម្បត្តិដែលជាគុណធម៌សម្បត្តិជាគុណធម៌មាននៅក្នុងបុគ្គលណាមាននៅក្នុងមនុស្សណាមនុស្សនោះឯងគឺជាបុគ្គលគួរឲ្យទេវតាប្រអិនប្រព្រំគោរពបូជាទៀតគឺត្រង់ដែលថាមនុស្សមាននៅគុណសម្បត្តិហើយគុណសម្បត្តិរបស់យើងសពថ្ងៃនេះមានពុទ្ធពធប្រសង្ឃគុណបរតនត្រ័យនឹងជាអារម្មណ៍ថែមទៀតផងទៀតនឹងជាអារម្មណ៍ឬថាកុសលដែលបានដល់ពុទ្ធពធប្រសង្ឃនឹងជាឧបនិស្សយបច្ច័យនៃកុសលផ្សេងទៀតផងគឺជាកុសលដែលសមគួរនឹងបង្អោនទៅរកព្រះនិព្វានព្រោះយើងបានស្ដាប់ព្រះធម៌យើងបានយល់អំពីទិសដៅក្នុងការប្រព្រឹត្តធម៌វិន័យហ្នឹងគឺការរួចផុតចាកទុក្ខហើយក្នុងធម៌វិន័យហ្នឹងសម្ដែងពីផ្លូវសម្ដែងពីបដិបទាឲ្យបានដល់ទីបំផុតទុក្ខនឹងទៅទៀតគឺការរំលត់នៅសេចក្តីប្រកាន់កំចាត់បងនៅសកាយតិដ្ឋិវិជកិច្ឆាសីលបត្តបរាមាសៈកំចាត់បងតណ្ហាឧបាទានដោយបដិបទាដែលប្រព្រឹត្តនៅក្នុងធម៌វិន័យនិងនៅក្នុងធម៌វិន័យហ្នឹងមានទិសដៅគឺព្រះនិព្វានដែលរំលត់នៅសេចក្តីប្រកាន់ហ្នឹងអញ្ចឹងដូច្នេះសម្បត្តិមនុស្សយើងនេះសំខាន់ណាស់ពុទ្ធបរិស័ទទាំងកណ្ដាលគុណចាស់ញាតិញោមស្រីប្រុសទាំងអស់សូមសម្លឹងមើលសម្បត្តិរបស់មនុស្សយើងជាសម្បត្តិដ៏ថ្លៃថ្លាវិសេសវិសាលបរិសុទ្ធប្រសើរលើសលន់កាត់ថ្លៃមិនបានជាងសម្បត្តិទឹកក្នុងទេវលោកព្រហ្មលោកណាទាំងអស់ដូច្នេះពុទ្ធបរិស័ទខំប្រឹងប្រែងប្រមូលនៅសម្បត្តិដែលជាអរិយទ្រព្យនិងនៅក្នុងអត្តភាពនេះដោយសេចក្តីមិនប្រមាទត្រេកអរជ្រះថ្លារីករាយក្នុងការចម្រើនញ៉ាំងនៅសម្បត្តិដែលជាអរិយទ្រព្យនេះឲ្យចម្រើនច្រើនឡើងនៅក្នុងសន្តានទៀតហើយមិនចាំបាច់ត្រូវការប្រាថ្នាសម្បត្តិទេវលោកព្រហ្មលោកណាទេគ្រាន់តែថាដំណើរទៅកាន់ព្រះនិព្វានហ្នឹងឲ្យបានឆ្លងកាត់នៅសុគតិភពតែប៉ុណ្្នឹងឯងកុំឲ្យឆ្លងកាត់អបាយភូមិតែប៉ុណ្្នឹងតែថាសម្បត្តិដែលខំប្រឹងប្រែងរក្សាបានមានគុណបរតនត្រ័យជាអារម្មណ៍នេះគឺបង្អោនទៅឲ្យបានដល់ព្រះនិព្វានដែលជាទីបំផុតទុក្ខមិនមែនដើម្បីឲ្យជាប់ជំពាក់នៅក្នុងសួគ៌ទេវលោកឬក៏សុគតិភពណានោះទេព្រោះសម្បត្តិនេះថ្លៃថ្លាវិសេសជាងរតនៈក្នុងទេវលោកទាំងសម្បត្តិសិលសម្បត្តិភាវនាសម្បត្តិបញ្ញានិងសម្បត្តិសពគ្រប់ប្រការក្នុងធម្មវិន័យដែលពុទ្ធបរិស័ទយើងអប់រំសន្សំរាល់ថ្ងៃនេះណាទៀតសុទ្ធតែមានពុទ្ធពធប្រសង្ឃមកជាអារម្មណ៍ទៅធ្វើទានមានពុទ្ធពធប្រសង្ឃមកជាអារម្មណ៍ទៅប្រសាសិលមានពុទ្ធពធប្រសង្ឃមកជាអារម្មណ៍ទៅបម្រើមេត្តាបិតាមានពុទ្ធពធប្រសង្ឃមកជាអារម្មណ៍រក្សាឧបោសថមានពុទ្ធពធប្រសង្ឃមកជាអារម្មណ៍ទៅស្ដាប់ព្រះធម៌មានពុទ្ធពធប្រសង្ឃមកជាអារម្មណ៍ទៅអប់រំចម្រើនស្តេបឋានវិបស្សនាពុទ្ធបរិស័ទយើងនឹងស្ថិតនៅក្នុងគុណបរតនត្រ័យគ្រប់គ្រងទាំងអស់ការប្រព្រឹត្តបរិបត្តិចម្រើនកុសលទាំងប៉ុន្មានសុទ្ធតែនៅក្នុងការគ្រប់គ្រងនៃបរតនត្រ័យទៅជាសម្បត្តិដ៏មានតម្លៃបំផុតសមគួរនឹងបាននៅព្រះនិព្វានដែលផុតចាកអំពីភពទាំង3ទៀតសូមអនុមោទនា